មានសត្រូវជាបណ្ឌិតប្រសើរជាងមានមិត្តជាបុគ្គលពីលមានរឿងដំណាលថានៅក្នុងក្រុងពារាណសីហ្នឹងមានភ្នំមួយចិត្តព្រំប្រទល់នៃក្រុងពារាណសីហ្នឹងមានញោកភ្នំមួយហ្នឹងដែលជាទីរស់នៅរបស់ខ្លាធំហើយខ្លាធំហ្នឹងមានឪពុកហ្នឹងត្រូវចាស់ជរាទៅរកចំណីអីបរិភោគអត់បានទេខ្លាធំហ្នឹងគាត់ចិញ្ចឹមខ្លួនគាត់ហើយគាត់រកចំណីឲ្យឪពុកដែលត្រូវចាស់ជរានឹងគ្របសង្កត់ហ្នឹងគាត់ត្រូវរកចំណីឲ្យឪពុកនឹងទៀតចិញ្ចឹមឪពុកនឹងដោយយកចិត្តទុកដាក់គោរពណាស់ខ្លាធំនឹងជាខ្លាសប្បុរសទៅទៀតហើយនៅលើភ្នំនឹងដែរភ្នំប៉ាំងសុបរិពតនឹងក៏មានសេកដែលជាសប្បុរសនឹងនៅនឹងលើភ្នំចិញ្ចឹមជីវិតនៅលើភ្នំនឹងដែរពេលមួយសត្វទាំងពីរនឹងក៏ជួបគ្នារាប់អានគ្នាជាមិត្តទៅទៀតជាកល្យាណមិត្តព្រោះជាសត្វបរោះដូចគ្នាសម័យថ្ងៃនោះដែរមានបរោះម្នាក់នឹងឆ្លោះទាស់ទែងគ្នាជាមួយនឹងប្រពន្ធខ្លួនឯងរហូតដល់លែងលះគ្នាវិចតែពង្វិចអីចេញពីផ្ទះហ្នឹងដើរឆ្ពោះទៅក្រុងពារាណសីហ្នឹងដើរឆ្លងកាត់តាមភ្នំប៉ាំងសុបរិពតហ្នឹងដើរទៅហើយទៅដល់ជាយភ្នំហ្នឹងទៅជួបសត្វសេកដែលជាសត្វបរោះហ្នឹងសត្វសេកក៏សួរពីបរោះហ្នឹងថាតើអ្នកឯងទៅណាបរោះនឹងប្រាប់ថាចង់ទៅក្រុងពារាណសីនឹងដើរឆ្លងកាត់ភ្នំប៉ាំងសុបរិពតនេះប៉ុន្តែសត្វសេកនឹងប្រាប់ថាអត់ទេភ្នំនេះគឺសម្បូរសត្វខ្លាដែលកាចសាហាវណាស់អ្នកកុំដើរតាមភ្នំនឹងអីនឹងអន្តរាយដល់អ្នកបរោះនោះឮតែសេកប្រាប់អញ្ចឹងហើយមិនយកចិត្តទុកដាក់មិនអើពើទេសេកក៏យល់អធ្យាស្រ័យថាបរោះនេះមិនអាចណែនាំប្រាប់បានទេបរោះនេះនឹងគាត់នឹងត្រូវដើរទៅពុំខានអញ្ចឹងសេកប្រាប់ថាអញ្ចឹងទេអ្នកទៅញោកភ្នំនៅខាងភ្នំឯណោះទៅជួបនឹងសត្វខ្លាធំដែលជាមិត្តរបស់ខ្ញុំនឹងប្រាប់គាត់ទៅថាខ្ញុំនឹងអ្នកនឹងជាមិត្តរបស់សត្វសេកគាត់នឹងជូនអ្នកទៅដល់ក្រុងពារាណសីនឹងដោយសុវត្ថិភាពអញ្ចឹងឲ្យបរោះនឹងនៅឈប់កន្លែងដែលខ្លួនឯងស្នាក់នៅនឹងហើយទៅរកផ្លែឈើផ្លែអីឲ្យបរោះនឹងបរិភោគបរោះនឹងបរិភោគអីហើយឃើញសត្វសេកនឹងឃ្លានសាច់ស៊ីផ្លែឈើនឹងអត់គ្រប់ទេឃើញសេកនឹងហើយក៏វៃសេកនឹងសម្លាប់អាំងបរិភោគបោចរោមអីដាក់នៅនឹងទៅបរិភោគសត្វសេកនឹងហើយក៏ធ្វើដំណើរទៅសំណាក់របស់ខ្លាធំនឹងពោលប្រាប់ទៅថាខ្ញុំនឹងជាមិត្តរបស់សេកចឹងទៅខ្លាធំលឺតែអញ្ចឹងហើយក៏ឲ្យបរោះនឹងស្នាក់នៅនឹងរូងញក់ភ្នំនឹងទៅហើយទៅរកចំណីឲ្យបរោះនឹងបរិភោគអញ្ចឹងទៅបរោះនឹងឃើញខ្លាចាស់មួយក៏រៀបរាប់ប្រាប់ថាខ្លួននឹងបានវៃសេកនឹងសម្រាប់បរិភោគអាំងហូបហើយហើយខ្លាដោយគិតថាខ្លាចាស់នឹងប្រហែលជាមិនដឹងថាសេកនិងខ្លាធំដែលជាកូនរបស់ខ្លួននឹងជាមិត្តនឹងគ្នាទេហើយក៏និយាយប្រាប់សាច់រឿងនឹងទៅពេលដែលខ្លាធំមកដល់ហើយខ្លាចាស់ហ្នឹងក៏ទៅប្រាប់ខ្លាធំហ្នឹងថាបរោះនេះបានសម្លាប់សេកដែលជាមិត្តរបស់កូនហ្នឹងហើយអញ្ចឹងខ្លាធំហ្នឹងក៏មានសេចក្តីសោកយ៉ាងខ្លាំងក៏ទៅរកស្ទុះទៅរកកន្លែងស្នាក់នៅរបស់សេកហ្នឹងទៅដល់ឃើញតែរោមដែលបរោះនោះបោចទុកនឹងឯងហើយបន្ទាប់មកក៏ត្រឡប់មកវិញបរោះនោះក៏ភ្ញាក់ពីដេកឡើងបាត់ខ្លាធំហ្នឹងសួរខ្លាចាស់ដែលជាឪពុករបស់ខ្លាធំហ្នឹងថាខ្លាធំហ្នឹងទៅណាអញ្ចឹងខ្លាចាស់ហ្នឹងក៏ប្រាប់ថាខ្លាធំហ្នឹងទៅសំណាក់របស់សេកដែលជាមិត្តរបស់កូនខ្ញុំហ្នឹងអញ្ចឹងបរោះនោះឮតែអញ្ចឹងហើយតែខ្លាធំហ្នឹងមកវិញនឹងសម្លាប់ខ្លួនហើយដោយសារដឹងថាខ្លួនឯងហ្នឹងសម្លាប់សេកដែលជាមិត្តរបស់ខ្លាធំហ្នឹងអញ្ចឹងក៏វៃយកដំបងធំហ្នឹងវៃក្បាលរបស់ខ្លាចាស់ហ្នឹងដែលជាឪពុកខ្លាធំហ្នឹងស្លាប់ទៅហើយបរោះហ្នឹងក៏លើកដំបងមួយនៅឈរគៀនរូងភ្នំហ្នឹងត្រៀមថានឹងសម្រាប់ខ្លាធំហ្នឹងពេលត្រឡប់មកវិញពេលដែលខ្លាធំហ្នឹងត្រឡប់មកវិញហើយសម្លឹងឃើញទៅឃើញឪពុករបស់ខ្លួនត្រូវដេកស្លាប់នៅហ្នឹងកើតសេចក្តីខឹងខ្លាំងថាចង់សម្លាប់បរោះហ្នឹងបរោះនោះក៏ឃើញចឹងហើយភ័យញ័រសន្ធុតក៏លុតចង្គមសុំទោសខ្លាធំហ្នឹងគិតថាហីបើអញសម្លាប់បរោះនេះ
បរោះនឹងជាអសប្បរោះហើយបើអាត្មាអញនឹងសម្លាប់នឹងវាខូចកុសលដែលអាត្មាអញបានធ្វើនឹងធ្លាក់ទៅនរកដូចជាបរោះនឹងដែរហើយអញ្ចឹងអត់សម្លាប់បរោះនឹងទេនៅនាំបរោះនឹងទៅកាន់ក្រុងពារាណសីនឹងដោយសវត្ថភាពទៀតក៏ត្រឡប់មកវិញទៅបរោះនឹងពេលដែលអស់ជីវិតទៅក៏ធ្លាក់ទៅនរកទៅឯសត្វសេកដែលមានធัวសัพបរោះនឹងពេលដែលស្លាប់ទៅហើយទៅកើតសុគតិសត្វខ្លាធំនឹងពេលដែលអស់អាយុជីវិតទៅក៏ទៅកើតសុគតិដែរដោយសារតែការសัพបរោះរបស់សត្វខ្លាហ្នឹងរឿងនេះចង់បញ្ជាក់ថាមានបុគ្គលពីលដែលជាមិត្តហ្នឹងវាអត់ចម្រុងចម្រើនណាបុគ្គលពីលហ្នឹងមិនត្រឹមតែបៀតបៀនខ្លួនឯងហ្នឹងទេសំបីមិត្តភ័ក្តិបងប្អូនសាច់ញាតិរបស់បុគ្គលពីលហ្នឹងក៏នាំឲ្យទុកលំបាកដូចជាខ្លួនហ្នឹងដែរឈ្មោះថាជាអ្នកបៀតបៀនខ្លួនឯងហើយឈ្មោះថាជាអ្នកបៀតបៀនដល់មិត្តភ័ក្តិដល់ញាតិមិត្តនឹងទៅទៀតអញ្ចឹងព្រះពុទ្ធព្រះអង្គថាមានមិត្តជាបុគ្គលពីលហ្នឹងអន់ជាងមានសត្រូវជាបណ្ឌិតទៅទៀតព្រោះថាបណ្ឌិតទោះបីជាសត្រូវយើងលោកមិនដែលមកបៀតបៀនយើងទេលោកមិនដែលធ្វើសេចក្តីអន្តរាយដោយកាយដោយវាចាអីមកឲ្យដល់យើងដែរតែបើមានបុគ្គលពីលនឹងជាមិត្តនឹងតែងតែនាំសេចក្តីអន្តរាយមកឲ្យដល់ខ្លួនហើយបុគ្គលពីលនឹងអត់ដឹងគុណដឹងទោសទេដូចជារឿងមិញអញ្ចឹងណាគេខំនាំផ្លូវនាំអីគេខំចាត់ចែងរកចំណីរកអីកន្លែងឲ្យបរិភោគតែបុគ្គលពីលនោះអត់ដឹងគុណគេនៅសម្រាប់សត្វសេកនឹងទៅទៀតហើយមិនត្រឹមប៉ុណ្្នឹងទេត្រូវទៅសម្រាប់ឪពុករបស់ខ្លាធំនឹងទៅទៀតសម្រាប់ប៉ុណ្្នឹងហើយខ្លាធំនៅតែក្របសង្កត់នៅសេចក្តីខឹងក្រោធនឹងបានយល់ឃើញថាការសម្លាប់បុគ្គលពីលហ្នឹងយើងដូចយើងថាយកដៃទៅកាន់លិមុអញ្ចឹងមិនចង់ប្រឡូកប្រឡាក់ជាមួយបុគ្គលពីលបុគ្គលជាបណ្ឌិតហ្នឹងមិនចង់ប្រឡូកប្រឡាក់ជាមួយបុគ្គលពីលទេអញ្ចឹងមិនសម្លាប់បរោះហ្នឹងទៅទៀតនៅតែជូនបរោះហ្នឹងឲ្យទៅដល់ក្រុងពារាណសីហ្នឹងដោយសវត្ថភាពទៅទៀតអត់នឹងសម្លាប់ទៅទៀតដោយគិតថាសត្វទាំងឡាយហ្នឹងមានកម្មជារបស់ខ្លួនទោះបីគាត់ខ្លាធំនឹងអត់បានសម្លាប់ពេលហ្នឹងក៏គាត់ត្រូវមានអន្តរាយណាមួយត្រូវបាត់បង់អាយុជីវិតនឹងដែរនឹងឯងគឺជារឿងមួយថាការមានសត្រូវជាបណ្ឌិតនឹងប្រសើរជាងការមានមិត្តជាបុគ្គលពីលទៅទៀតនេះជាកតិអប់រំមួយសម្រាប់យើងគ្រប់គ្នាបងសូមអនុមោទនា